សូមអនុមោទនាថ្ងៃនេះថ្ងៃសុក្រ3រោចរនោចខែអាសត់ឆ្នាំម្សាញ់ស័កស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី10ខែតុលាឆ្នាំ2025ថ្ងៃនេះគឺជាថ្ងៃបុណ្យខួបគម្រប់7ថ្ងៃជូនដល់បាសិកាផងទ្រូដែលបានធ្វើការកិរិយាទៅខួបគម្រប់7ថ្ងៃនៅថ្ងៃនេះផងដែរកូនចៅប្រុសស្រីទាំងអស់ដែលជាអ្នកមានសទ្ធាជ្រះថ្លាបានបំពេញបុណ្យតេកណានុបទានអភិសេកជូនដល់លោកអ្នកដែលមានគុណក្នុងនេះដើម្បីឧទ្ទិសជូនដល់ឧបាសិកាផងទ្រូហៅទ្រាល់ក៏ដូចជាបាសកបាវដែលបានធ្វើកាលកិរិយាទៅហើយក្នុងនោះផងដែរកូនចៅទាំងអស់ប្រុសស្រីទាំងឡាយដែលមានសទ្ធាជ្រះថ្លាបានចូលរួមចំណែកចាត់កសលចូលរួមកសាងជួសជុលសាលាធម្មសភាថ្មីដែលមានចំនួនបច្ច័យ1លានរៀលនិងបងប្រុសដែលនៅស្រុកសំឡូតដែលមានសទ្ធាជ្រះថ្លាព្រមដែលមានសទ្ធាជ្រះថ្លាបានចូលរួមជាបច្ច័យចំនួន1លានរៀលបន្ថែមទៀតដែរគឺបងប្រុសជូផលនិងភរិយាព្រមទាំងកូនចៅប្រុសស្រីដែលបានចូលបច្ច័យបន្ថែមចំនួន1លានរៀលបូកសរុបនៅក្នុងកម្មវិធីបុណ្យតេកណានុបទានអភិសេកជូនដល់ឧបាសិកាផងទ្រូហៅទ្រាល់និងឧបាសកបាវបច្ច័យសរុបទាំងអស់ចំនួន2លានរៀលដូច្នេះសូមឲ្យញាតិញោមទាំងអស់គ្នាជាម្ចាស់ទានជាគុណជាចៅប្រុសស្រីទាំងឡាយសូមឲ្យរកស៊ីទទួលទានមានបានសុខចម្រើនអាយុយូរសុខភាពល្អប្រាថ្នាយ៉ាងណាសូមឲ្យបានសម្រេចគ្រប់គ្នាកុំបីខ្លាចទៅជាបការៈដល់ទៅឡើយសូមអនុមោទនាហើយនេះគឺជាទិដ្ឋភាពទាំងស្រុងនៅក្នុងកម្មវិធីបុណ្យខួបគម្រប់7ថ្ងៃជូនដល់ឧបាសិកាផងទ្រូហៅទ្រាល់ដែលបានធ្វើការកិរិយាទៅថ្មីនេះដូច្នេះសូមឲ្យញាតិញោមទាំងឡាយក៏ដូចជាសាធុសប្បុរសប្រុសស្រីបានទេសនាទុកជាឯកសារផងសូមអនុមោទនា
Gacchami